គម្ពីរស្ដីពីដើមកំណើតផ្ទៃមេឃនិងផែនដីតាមរយៈដំណឹងល្អនៃក្រុមជំនុំដែលថ្វាយបង្គំព្រះនៅថ្ងៃទី7និងរងចាំព្រះគ្រីស្ទយាងមកវិញនៅលើកទី2សូមជម្រាបសួរបងប្អូនទាំងអស់ជាទីនឹករលឹកគោរពរាប់អាននិងជាទីស្រឡាញ់នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទមុននឹងចាប់ផ្ដើមសិក្សាប្រធានបទនៅថ្ងៃនេះខ្ញុំសូមជម្រាបជូនដោយសង្ខេបពីក្រុមជំនុំដែលថ្វាយបង្គំព្រះនៅថ្ងៃទី7និងរងចាំព្រះគ្រីស្ទយាងមកវិញនៅលើកទី2នេះជាអ្នកណាកន្លងមកខ្ញុំបានប្រើភាសាអង់គ្លេសសម្ដៅប្រាប់ក្រុមជំនុំនេះប៉ុន្តែពេលនេះដើម្បីឲ្យបងប្អូនបានស្គាល់ច្បាស់ថាតើក្រុមជំនុំនេះជាក្រុមជំនុំអ្វីឲ្យពិតប្រាកដតាមព្រះបន្ទូលព្រះនោះខ្ញុំសូមជម្រាបដោយស្មោះត្រង់ថាក្រុមជំនុំនេះមិនមែនជានាមរបស់និកាយទេគឺជាក្រុមជំនុំឬជាពួកអ្នកថ្វាយបង្គំព្រះដែលចរិតលក្ខណៈការប្រតិបត្តិឆ្លុះបញ្ចាំងបង្ហាញពីជំនឿនិងការគោរពកោតខ្លាចដល់ព្រះដែលព្រះយេស៊ូវមានបន្ទូលនៅក្នុងគម្ពីរយ៉ូហានចំពុក4ខ23ថាតែនឹងមានពេលវេលាមកក៏នៅឥឡូវនេះហើយនោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណនិងសេចក្តីពិតពីព្រោះព្រះវរបិតាទ្រង់រកពួកយ៉ាងនោះឲ្យបានថ្វាយបង្គំទ្រង់ហើយដែលព្រះយេស៊ូវគ្រីស្ទមានបន្ទូលនៅក្នុងគម្ពីរវិវរណៈចំពុក12ខ17ថានាគក៏ខឹងនឹងស្ត្រីនោះហើយចេញទៅច្បាំងនឹងសំណល់ពូជនាងទាំងប៉ុន្មានជាពួកអ្នកដែលកាន់តាមបញ្ញត្តិព្រះហើយមានសេចក្តីបន្ទាល់ពីព្រះយេស៊ូវពាក្យថាស្ត្រីនេះមិនមែនសំដៅលើមនុស្សស្រីទេគឺជាពាក្យអត្ថបដិរូបជានិមិត្តរូបនៃក្រុមជំនុំដោយព្រះយេស៊ូវមានបន្ទូលពីស្ត្រីព្រហ្មចារី10នាក់ដែលរងចាំកូនកំឡោះដើម្បីរៀបមង្គលការហើយក៏ជាក្រុមជំនុំដែលត្រៀមខ្លួនរងចាំព្រះយេស៊ូវគ្រីស្ទយាងមកវិញដើម្បីទទួលពួកគេទៅឯនគររបស់ទ្រង់ដោយទ្រង់បានមានបន្ទូលផ្ដាំនៅក្នុងគម្ពីរយ៉ូហានចំពុក14ខ1ថាកុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយអ្នករាល់គ្នាជឿដល់ព្រះហើយចូលជឿដល់ខ្ញុំដែរនៅក្នុងដំណាក់នេះព្រះវរបិតាខ្ញុំមានទីលំនៅជាច្រើនពុំនោះខ្ញុំបានប្រាប់អ្នករាល់គ្នាហើយខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នានោះខ្ញុំនឹងត្រឡប់មកវិញនឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរអ្នកណាក៏ដោយដែលថ្វាយបង្គំព្រះនៅថ្ងៃទី7តាមបញ្ញត្តិ10ប្រការហើយរស់នៅត្រៀមខ្លួនដល់ប្រុងប្រយ័ត្នរងចាំព្រះយេស៊ូវត្រឡប់មកវិញនោះអ្នកនោះគឺជាពួកអ្នកដែលព្រះបិតាទ្រង់រកឲ្យបានថ្វាយបង្គំទ្រង់ដោយវិញ្ញាណនិងសេចក្តីពិតដោយព្រះយេស៊ូវគ្រីស្ទមានបន្ទូលនៅក្នុងគម្ពីរយ៉ូហានចំពុក4ខ23នោះឯងដូច្នេះសរុបសេចក្តីមកអ្នកណាក៏ដោយដែលកាន់តាមបញ្ញត្តិ10ប្រការឥតលើកចោលប្រការណាមួយនោះនឹងរស់នៅត្រៀមខ្លួនរងចាំព្រះគ្រីស្ទយាងមកវិញអ្នកនោះក៏រាប់ថាជាក្រុមជំនុំដែលថ្វាយបង្គំព្រះនៅថ្ងៃទី7និងរងចាំព្រះគ្រីស្ទយាងមកវិញនៅលើកទី2នោះដែរបើសិនជាគេបានប្រតិបត្តិតាមបញ្ញត្តិ10ប្រការរបស់ព្រះដោយក្តីស្រឡាញ់ហើយមានសេចក្តីបន្ទាល់ពីព្រះយេស៊ូវពេលអធិដ្ឋានសូមបងប្អូនសម្រុំចិត្តអធិដ្ឋានយាងព្រះវិញ្ញាណបរិសុទ្ធមកគង់ជាមួយនឹងយើងរាល់គ្នាក្នុងពេលថ្វាយបង្គំព្រះវរបិតានិងព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃទ្រង់អោព្រះវរបិតានៃឋានសួគ៌ទូលបង្គំសូមលើកសរសើរដំកើងទ្រង់ជាព្រះដ៏ពិតដែលមានប្រជញ្ញរស់នៅសូមទ្រង់ចាត់ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកសន្ធិដ្ឋនៅក្នុងចិត្តទូលបង្គំរាល់គ្នាដើម្បីឲ្យទូលបង្គំរាល់គ្នាបានថ្វាយបង្គំទ្រង់ដោយវិញ្ញាណនិងសេចក្តីពិតសូមទ្រង់អត់ទោសដល់ការរំលងរបស់ទូលបង្គំរាល់គ្នាដែលទាស់នឹងទ្រង់ដោយដែលទូលបង្គំមិនអត់ទោសការរំលងរបស់អ្នកដែលទាស់នឹងទូលបង្គំផងដែរទូលបង្គំអធិដ្ឋាននៅក្នុងព្រះបរមនាមព្រះយេស៊ូវគ្រីស្ទអាមែនសូមយាងព្រះវិញ្ញាណបរិសុទ្ធមកសន្ធិដ្ឋក្នុងចិត្តយើងខ្ញុំគ្រប់ប្រាណស
សូមផ្ដល់ព្រះពរនៃក្តីសង្សារនឹងបានដើរតាមទ្រង់រៀងរាល់ថ្ងៃអាមែនអាមែននេះជាការនិទានរឿងសម្រាប់កុមារាកុមារីសួស្តីបងប្អូននិងបងប្អូនកុមារាកុមារីជាទីស្រឡាញ់នៅថ្ងៃនេះខ្ញុំយករឿងស្ដេចហេសេគៀបានបង្ហាញឃ្លាំងនៃប្រជាទ្រព្យទាំងអស់ឲ្យបុត្រស្ដេចបាប៊ីឡូនបានឃើញ King Hezekiah showed all the royal treasures to the son of the king of Babylon រឿងនេះមាននៅក្នុងគម្ពីរពង្សាយបដាក្សត្រទី2ចំពុក20ខ12ដល់ខ15ដូច្នេះសូមរងចាំស្ដាប់ណាគ្រានោះមរតកបាឡាដានជាបុត្របាឡាដានស្ដេចស្រុកបាប៊ីឡូនក៏ផ្ញើសម្បុត្រនិងដង្វាយមកថ្វាយហេសេគៀដោយព្រោះទ្រង់ឮថាហេសេគៀបានប្រជញ្ញហេសេគៀក៏ស្ដាប់តាមគេគឺទ្រង់បង្ហាញឃ្លាំងនៃព្រះរាជទ្រព្យទាំងប៉ុន្មានគឺជាមាសប្រាក់គ្រឿងក្រអូបនិងប្រេងពិសេសហើយឃ្លាំងគ្រឿងសត្រាវុធរបស់ទ្រង់ទាំងអស់និងគ្រប់ទាំងអស់ដែលឃើញមានក្នុងឃ្លាំងទ្រង់ផងគ្មានអ្វីនៅក្នុងព្រះរាជវាំងឬនៅក្រោមអំណាចទ្រង់ទាំងអស់ដែលហេសេគៀមិនបានបង្ហាញដល់គេនោះឡើយនោះហោរ៉ាអេសាយលោកមកគាល់ស្ដេចហេសេគៀទូលសួរថាអ្នកទាំងនោះបាននិយាយអ្វីខ្លះហើយមកពីណាដែលមកគាល់ទ្រង់ដូច្នេះហេសេគៀទ្រង់តបថាគេមកពីប្រទេសឆ្ងាយណាស់គឺពីស្រុកបាប៊ីឡូនរួចលោកទូលសួរទៀតថាគេបានឃើញអ្វីខ្លះនៅក្នុងព្រះរាជវាំងហេសេគៀឆ្លើយថាគេបានឃើញរបស់ទាំងអស់ដែលនៅក្នុងដំណាក់យើងហើយក្នុងព្រះរាជទ្រព្យយើងទាំងអម្បាលបានគ្មានអ្វីដែលយើងមិនបានបង្ហាញដល់គេនោះឡើយរឿងនេះចាប់តែប៉ុណ្ណេះសូមបងប្អូននិងបងប្អូនសូមចិត្តអធិដ្ឋានជាមួយខ្ញុំអោព្រះបិតាដែលគង់នៅស្ថានសួគ៌ទូលបង្គំសូមអរគុណដល់ទ្រង់ចំពោះបងប្អូនកុមារាកុមារីនិងបងប្អូនដែលមកប្រទានស្ដាប់ព្រះបន្ទូលរបស់ទ្រង់នៅរៀងរាល់ថ្ងៃបរិសុទ្ធបង្គំប្រតិស្ថានសូមទ្រង់ប្រទានពរដល់បងប្អូនកុមារាកុមារីឲ្យប្រកបដោយបញ្ញាឆ្លៀសវៃមានសុខភាពល្អហើយសូមឲ្យពុកម្ដាយបងប្អូនញាតិមិត្តជិតឆ្ងាយរបស់គេបានប្រកបដោយប្រពរពីទ្រង់ផងដែរហើយនៅបងប្អូនទូលបង្គំដែលមកប្រទានស្ដាប់ព្រះបន្ទូលរបស់ទ្រង់នេះក៏សូមទ្រង់ប្រទានពរដល់គេផងដែរប្រកបដោយសេចក្តីសុខសាន្តនិងព្រះគុណរបស់ទ្រង់ជានិច្ចហើយទូលបង្គំនៅតែបន្តអធិដ្ឋានសូមទ្រង់ការពារមាតុភូមិកម្ពុជាហើយក៏សូមបើកចិត្តបងប្អូនទូលបង្គំឲ្យបានទុកចិត្តលើទ្រង់ដែលថាគឺមានតែទ្រង់ដែលអាចនឹងសម្រេចគ្រប់អ្វីទាំងអស់តាមប្រតិដ៏បរិសុទ្ធនៃទ្រង់ហើយទ្រង់ជាព្រះដ៏បរិសុទ្ធនិងដែលទ្រង់ស្រឡាញ់សេចក្តីសុចរិតទូលបង្គំអរគុណទ្រង់និងសូមថ្វាយគ្រប់ការទាំងអស់នេះទៅឲ្យទ្រង់នៅក្នុងព្រះបរមនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនការអានព្រះបន្ទូលព្រះបងប្អូនមានព្រះគម្ពីរបរិសុទ្ធសូមបងប្អូនបើកទៅគម្ពីរអេផេសូចំពុក6ខ12ហើយសូមអានជាមួយខ្ញុំត្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេគឺនឹងពួកគ្រប់គ្រងពួកមានអំណាចនិងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានដ៏ខ្ពស់ដែរនៅក្នុងគម្ពីរ King James Version សរសេរថា For we wrestle not against flesh and blood but against principalities against powers against the rulers of the darkness of this world against spiritual wickedness in high places សូមព្រះអង្គប្រទានពរដល់ការអានព្រះបន្ទូលព្រះការសិក្សាព្រះបន្ទូល
យើងធ្លាប់បានឮឬបានដឹងអំពីការបៀតបៀនដោយព្រោះសេចក្តីជំនឿជឿលើព្រះនិងព្រះគ្រីស្ទតាំងពីគ្រាដើមហើយទោះបីជាមានទ្រង់ទ្រាយមិនទូលំទូលាយដូចជានៅយុគសម័យងងឹតក្តីការបៀតបៀននៅតែមានមកដល់បច្ចុប្បន្ននេះដែរទង្វើបៀតបៀននេះគឺជាវិធីគំរាមកំហែងដែលសាតាំងបណ្ដុះក្នុងចិត្តគំនិតមនុស្សដែលវាទាក់បាននៅក្នុងខែបរិសុទ្ធនេះយើងនឹងសិក្សាព្រះបន្ទូលចង់ដឹងថាតើសាតាំងនឹងតាក់ចិត្តអ្នកណាឲ្យធ្លាក់ក្នុងអន្ទាក់របស់វា Who will Satan lure into his trap ឥឡូវនេះសូមបងប្អូនសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំសិនមុននឹងយើងសិក្សាអោព្រះបិតានៃស្ថានសួគ៌ទូលបង្គំសូមថ្វាយបង្គំទ្រង់និងសរសើរដំកើងទ្រង់ជាព្រះបិតានិងព្រះយេស៊ូវជាព្រះរាជបុត្រាព្រះអង្គហើយសូមឲ្យព្រះបន្ទូលទ្រង់បានបំភ្លឺចិត្តទូលបង្គំរាល់គ្នានិងសូមឲ្យសេចក្តីដែលចេញពីមាត់ទូលបង្គំនេះជាសេចក្តីដែលទ្រង់បង្រៀនមិនមែនតាមគំនិតទូលបង្គំឡើយទូលបង្គំអធិស្ឋាននៅក្នុងព្រះបរមនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនគម្ពីរយ៉ូហានជំពូក10ខ10ព្រះយេស៊ូវមានបន្ទូលអំពីចោរដែលប្រុងមកបំផ្លាញលួចសម្លាប់ជាមហ្វូងជាមរបស់ទ្រង់គឺជាពួកអ្នកជឿគឺទ្រង់មានបន្ទូលដូច្នេះថាឯចោរវាមកប្រយោជន៍តែនឹងលួចសម្លាប់ហើយបំផ្លាញប៉ុណ្ណោះតែឯខ្ញុំវិញខ្ញុំបានមកដើម្បីឲ្យវារាល់គ្នាមានជីវិតហើយឲ្យមានជីវិតនោះពេញបរិបូរណ៍ផងតើចោរដែលព្រះយេស៊ូវមានបន្ទូលនៅក្នុងខនេះទ្រង់សំដៅទៅអ្នកណាព្រះយេស៊ូវមានបន្ទូលអំពីសាតាំងហើយវាជាអ្នកលួចសម្លាប់និងបំផ្លាញនោះពីព្រោះនៅក្នុងគម្ពីរយ៉ូហានជំពូក8ខ44ចែងថាព្រះយេស៊ូវទ្រង់មានបន្ទូលថាដូច្នេះអ្នករាល់គ្នាមានអរិយសាតាំងជាឪពុកហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហាដែលគប់ចិត្តដល់ឪពុករបស់អ្នកវាជាអ្នកសម្លាប់គេតាំងពីដើមមកវាមិនបាននៅជាប់ក្នុងសេចក្តីពិតព្រោះគ្មានសេចក្តីពិតនៅក្នុងវាទេកាលណាវាពោលពាក្យភូតភរនោះដុះចេញអំពីចិត្តវាមកបាត់វាជាអ្នកកំពូតហើយជាឪពុកនៃសេចក្តីនោះឯងជាការពិតណាគ្មាននរណាម្នាក់អាចបដិសេធបានទេថាអំពើអាក្រក់ទុច្ចរិតទាំងអស់សុទ្ធតែជាការបំផ្លាញដែលនាំទៅរកសេចក្តីហិនវិនាសអន្តរាយសពបែបយ៉ាងហើយអំពើទាំងនោះមានប្រភពមកពីសាតាំងដែលជាមេពួកទេវតាអាក្រក់ប៉ុន្តែយើងមិនត្រូវភ័ន្តច្រឡំជាមួយនឹងការបំផ្លាញដែលជាលទ្ធផលនៃការព្រមាននិងការជំនុំជម្រះរបស់ព្រះដោយព្រោះមនុស្សបានប្រព្រឹត្តអំពើបាបទេឧទាហរណ៍ដូចជាយើងបានសិក្សាអំពីការឆេះរបស់ក្រុងសូដុំនិងក្រុងកុម៉ូរ៉ាហើយអស់ទាំងទីក្រុងនៅជុំវិញដែលព្រោះអំពើបាបរបស់ពួកគេជួនកាលព្រះអនុញ្ញាតឲ្យមានការលំបាកការជំទាស់ទំនាស់កើតដល់អ្នកជឿប៉ុន្តែមិនមែនទ្រង់ចង់បំផ្លាញគេនោះទេពីព្រោះគម្ពីរហេព្រើរជំពូក12ខ5ដល់ខ6ចែងថាតែអ្នករាល់គ្នាបានភ្លេចសេចក្តីដ៏មោមានអស់រលីងទៅដែលទ្រង់បានទូន្មានដល់អ្នករាល់គ្នាទុកដូចជាកូនថាកូនអើយកុំឲ្យមើលងាយសេចក្តីចាញ់ផ្ចាលរបស់ព្រះម្ចាស់ឡើយក៏កុំឲ្យរសាយចិត្តក្នុងកាលដែលទ្រង់បន្ទោសឯងដែរត្បិតព្រះម្ចាស់ទ្រង់ចាញ់ផ្ចាលចំពោះអស់អ្នកណាដែលទ្រង់ស្រឡាញ់ហើយទ្រង់វាយប្រដៅដល់អស់ទាំងកូនដែលទ្រង់ទទួលហើយនៅក្នុងខ10ចែងថាត្បិតឪពុកយើងតែងវាយប្រដៅយើងតាមតែខណៈចិត្តរបស់គាត់ប៉ុណ្ណោះតែមិនមែនជាយូរឆ្នាំទេចំណែកព្រះដែលទ្រង់វាយផ្ចាលនោះសម្រាប់ជាប្រយោជន៍ដល់យើងវិញ
ដើម្បីឲ្យយើងបានសេចក្តីបរិសុទ្ធរបស់ទ្រង់តើផែនការបំផ្លាញរបស់សាតាំងនោះជាអ្វីខ្លះទៅតើវារគួនយាយីបំផ្លាញមនុស្សចរិតដូចម្ដេចតើទង្វើនេះជាការបៀតបៀនខាងផ្លូវកាយដូចជាចាប់ចងវាយដំឃុំឃាំងក្នុងគុកនិងការធ្វើទរណកម្មផ្សេងៗឬមិនមែនប៉ុន្តែការដែលអ្នកជឿមិនបានចាប់អារម្មណ៍ឬបារម្ភចំពោះទង្វើរបស់សាតាំងដែលនាំគ្រោះថ្នាក់ដល់ជំហានជីវិតរបស់គេជាអ្នកជឿព្រះនិងដល់សេចក្តីសង្គ្រោះនោះអ្នកស្រី Ellen G. White ជាអ្នកជឿនិងបម្រើព្រះដោយស្មោះត្រង់ក្នុងជីវិតរបស់គាត់នៅសតវត្សទី19និង20បានសរសេរថាដូចគ្នានេះដែរគឺដូចជាពេលដែលសាតាំងទៅចំពោះព្រះក្នុងចំណោមទេវតារបស់ទ្រង់ក្នុងគម្ពីរយោបជំពូក2ខ1នោះសាតាំងក៏មកចូលរួមក្នុងពេលដែលមនុស្សមកជួបជុំគ្នាថ្វាយបង្គំព្រះដែរទោះបីជានៅលាក់កំបាំងមើលមិនឃើញក្តីនោះវាកំពុងធ្វើការដោយឧស្សាហ៍ព្យាយាមដើម្បីគ្រប់គ្រងចិត្តគំនិតរបស់ពួកអ្នកថ្វាយបង្គំដូចជាមេទ័ពដ៏ប៉ិនប្រសប់ម្នាក់វារៀបចំផែនការទុកជាមុនស្រេចតើបងប្អូនចាំពីអ្វីដែលវាបានធ្វើចំពោះព្រះយេស៊ូវនៅទីរហោស្ថាននោះទេវាមិនបានបៀតបៀនដល់ផ្លូវកាយរបស់ទ្រង់ទេប៉ុន្តែវាព្យាយាមគ្រប់គ្រងលើចិត្តរបស់ទ្រង់ដោយប្រើពាក្យល្បួងដ៏មានល្បិចកលគឺដោយនិយាយថានៅក្នុងគម្ពីរលូកាចំពុក4ខ1ដល់ខ4យើងនឹងអានរីឯព្រះយេស៊ូវទ្រង់បានពេញជាព្រះវិញ្ញាណបរិសុទ្ធក៏វិលពីទន្លេយ៉ូដានមកវិញនោះព្រះវិញ្ញាណនាំទៅឯទីរហោស្ថានទ្រង់ត្រូវអារក្សល្បួងក្នុងរវាង40ថ្ងៃមិនបានសោយអ្វីសោះនៅវេលានោះលុះផុតថ្ងៃទាំងនោះមកទ្រង់ក៏ឃ្លានហើយអារក្សទូលទ្រង់ថាបើអ្នកជាព្រះពុត្រានៃព្រះមែនចុងគប់ឲ្យថ្មនោះត្រឡប់ជានំប៉័ងទៅតែព្រះយេស៊ូវមានប្រាប់បន្ទូលតបថាមានសេចក្តីចាញ់ទុកនោះថាគឺជាសេចក្តីដែលព្រះយេហូវ៉ាទ្រង់បន្ទូលព្រះបិតានៃទ្រង់មានបន្ទូលថាមនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេគឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលនៃព្រះវិញតើវាមិនបានធ្វើដូចគ្នានេះដែរឬទេចំពោះអេវ៉ានៅក្នុងសួនច្បារឯដែរនោះនេះជាកលល្បិចរបស់សាតាំងដ៏មានប្រសិទ្ធភាពប៉ុន្តែចំពោះពួកអ្នកស្មោះត្រង់នឹងព្រះយេហូវ៉ានិងព្រះគ្រីស្ទនិងព្រះបន្ទូលរបស់ទ្រង់នោះគេមិនព្រមចុះចាញ់ដាច់ខាតចុះចូលនឹងសេចក្តីភូតភរបោកបញ្ឆោតរបស់វាឡើយល្បិចនេះមិនមានប្រសិទ្ធភាពលើពួកគេទេទោះបីជាប្រើទាំងកម្លាំងបាយបៀតបៀនក្តីតើកលល្បិចនេះមានឥទ្ធិពលដោយវិធីណាសាវកពលបាននិយាយនៅក្នុងគម្ពីរអេផេសូសចំពុក2ខ2ថាជាការដែលអ្នករាល់គ្នាបានប្រព្រឹត្តតាមរបៀបលោកីនេះគឺតាមមេគ្រប់គ្រងរាជលើអាកាសជាវិញ្ញាណដែលសព្វថ្ងៃនេះបណ្ដាលមកក្នុងពួកមនុស្សរឹងចុះចេះអ្វីដែលសាតាំងបានធ្វើដល់ជីវិតលោកយ៉ូបជាគំរូប្រាប់ឲ្យយើងដឹងពីសាតាំងមានគំនិតបែបណាចំពោះអ្នកជឿព្រះស្មោះគម្ពីរយ៉ូបចំពុក2ខ3ចែងពីលោកយ៉ូបថារួចព្រះយេហូវ៉ាទ្រង់សួរថាឯងបានសង្កេតមើលយ៉ូបជាអ្នកបម្រើអញឬទេត្បិតគ្មានអ្នកណាមួយនៅផែនដីឲ្យដូចគាត់ឡើយជាអ្នកដែលគ្រប់លក្ខហើយទៀងត្រង់ក៏កោតខ្លាចដល់ព្រះហើយជៀសចេញពីសេចក្តីអាក្រក់ផងមួយទៀតទោះបើឯងបណ្ដាលឲ្យអញទាស់នឹងគាត់ដើម្បីនឹងបំផ្លាញចេញដោយឥតហេតុក៏ដោយគង់តែគាត់នៅរក្សាលក្ខណៈខ្លួនដដែលពេលឮដូច្នោះតើសាតាំងគិតដូចម្តេចនៅក្នុងខ4និងខ5ចែងថាសាតាំងទូលតបថាស្បែកឲ្យធួននឹងស្បែកចុះមនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោលដើម្បីឲ្យបានជីវិតគង់នៅចូលទ្រង់គាត់តែលូកព្រះហស្ថទៅពាល់ដល់ឆ្អឹងនឹងសាច់គាត់ចុះនោះគាត់នឹងប្រមាថដល់ទ្រង់នៅចំពោះព្រះភ័ក្ត្រ
មានរឿងមួយអំពីមិត្តភក្តិពីរនាក់ខ្ញុំចង់ជម្រាបជូនស្ដាប់បន្តិចម្នាក់ជាគ្រិស្តបរិស័ទបានទៅតាមមិត្តភក្តិរបស់ខ្លួនដែលមិនមែនជាគ្រិស្តបរិស័ទទៅបរបាញ់សត្វទាព្រៃបុរសដែលមិនជឿព្រះបានសួរមិត្តភក្តិរបស់គាត់ដែលជាអ្នកជឿនោះថាហេតុអ្វីបានជីវិតរបស់គ្រិស្តបរិស័ទជួបបញ្ហាបុរសជាគ្រិស្តបរិស័ទបានឆ្លើយទៅគាត់ថាដូចជាឆ្កែប្រមាញ់ដេញតាមសត្វខ្វិនដែលនៅរស់ខំព្យាយាមរត់គេចពីការបំផ្លាញឬឲ្យបាននៅរស់ប៉ុន្តែឆ្កែនោះបានដេញសត្វដែលងាប់ទៅហើយនោះទេយ៉ាងណានោះសាតាំងក៏ដូចនោះដែរវាដេញតាមតែអ្នកណាដែលជឿស្មោះត្រង់ស្វែងរកសេចក្តីពិតអំពីព្រះចង់ដឹងចង់យល់អំពីព្រះបន្ទូលដែលជាសេចក្តីពិតនោះឯងគឺដូចជាអញ្ចឹងឯងដូច្នេះយើងឃើញថាសាតាំងវារកអ្នកណាដែលចង់ដឹងចង់ធ្វើតាមប្រហារទីរបស់ព្រះសាតាំងវាញុះញង់ឲ្យព្រះបំផ្លាញលោកយោបប៉ុន្តែយើងដឹងហើយថាអ្នកដែលជាមេតាមបំផ្លាញនោះមិនមែនជាព្រះទេទ្រង់មិនមានប្រហារទីចង់ឃើញមនុស្សត្រូវវិនាសនោះឡើយគម្ពីរអេសេគៀលចំពុក12ខ23ចែងថាព្រះអង្គម្ចាស់យេហូវ៉ាទ្រង់មានប្របន្ទូលសួរថាតើអញមានសេចក្តីអំណរដោយមនុស្សទុច្ចរិតស្លាប់ទៅឬតើមិនមែនអដោយគេបែរចេញពីផ្លូវរបស់ខ្លួនវិញមកឲ្យបានរស់នៅវិញទេឬអីក្នុងសិភៅរបស់អ្នកស្រី Ellen G. White មានចំណងជើងថាវិវាទដ៏ធំរវាងព្រះគ្រីស្ទនិងទេវតារបស់ទ្រង់ជាមួយនឹងសាតាំងនិងទេវតារបស់វាជាភាសាអង់គ្លេសគេដាក់ត្រឹមតែថា The Great Controversy ប៉ុន្តែចំណងជើងដើមនៃសិភៅនេះហៅថា The Great Controversy between Christ and his angels and Satan and his angels ដោយដែលគម្ពីរវិវរណៈចំពុក12ខ7ចែងអំពីវិវាទនោះថានោះមានចម្បាំងនៅលើមេឃគឺមីកែលនិងពួកទេវតារបស់លោកច្បាំងនឹងនាគហើយនាគនិងទេវតាក៏ច្បាំងនឹងលោកដែរសិភៅនោះបានសរសេរថាសាតាំងដឹងយ៉ាងច្បាស់ថាអ្នកណាដែលវាអាចនាំឲ្យធ្វេសប្រហែសក្នុងការទិដ្ឋាននិងការសិក្សាស្វែងរកព្រះគម្ពីរនឹងត្រូវចាញ់ដោយការវាយប្រហាររបស់វាគឺធ្លាក់ក្នុងអន្ទាក់របស់វាហេតុអ្វីបានជាយ៉ាងដូចនេះអ្នកស្រីបានសរសេរទៀតថាគម្ពីរបានចែងច្បាស់ថានៅក្នុងពេលមួយដែលទេវតារបស់ព្រះបានមកគាល់ព្រះយេហូវ៉ាសាតាំងក៏បានមកក្នុងចំណោមពួកគេដែរប៉ុន្តែវាមិនមែនមកដើម្បីឱនក្បាលថ្វាយបង្គំព្រះមហាក្សត្រដ៏អស្ចារ្យជានិច្ចនោះទេប៉ុន្តែដើម្បីបន្តគម្រោងអាក្រក់របស់ខ្លួនប្រឆាំងនឹងមនុស្សសុចរិតគឺដោយតែយើងទៅតែអានគម្ពីរយោបចំពុក2ខ3ដល់ខ5កន្លងមកនេះឯងឥឡូវនេះយើងចង់ដឹងកាន់តែច្បាស់ថាតើមេគ្រប់គ្រងរាជលើអាកាសជាវិញ្ញាណដែលសពថ្ងៃបណ្ដាលមកក្នុងពួកមនុស្សរឹងជជែកដែលគម្ពីរអេភេសូចំពុក2ខ2ចែងនោះជានរណាសាវកពូលបានបញ្ជាក់ប្រាប់នៅក្នុងគម្ពីរអេភេសូចំពុក6ខ12ថាត្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេគឺនឹងពួកគ្រប់គ្រងពួកមានអំណាចនិងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានដ៏ខ្ពស់ដែរពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នោះគឺជាសាតាំងនិងទេវតារបស់វាដែលមានអំណាចអាក្រក់ខាងវិញ្ញាណនិយាយឲ្យសាមញ្ញទៅគឺថាមានចិត្តអាក្រក់ដោយមិនបានជាចែងថានៅស្ថានខ្ពស់ពីព្រោះខ2ប្រាប់ថាវិញ្ញាណនោះជាមេគ្រប់គ្រងរាជលើអាកាសមនុស្សគ្មានអំណាចគ្រប់គ្រងរាជលើអាកាសបានទេដូចជាព្រះវិញ្ញាណនៃព្រះយេស៊ូវបានបណ្ដាលមនុស្សឲ្យប្រព្រឹត្តអ្វីដែលត្រូវតាមព្រះបន្ទូលនិងផារតីនៃព្រះបិតាវិញ្ញាណរបស់សាតាំងក៏បណ្ដាលមនុស្សឲ្យប្រព្រឹត្តធ្វើអ្វីតាមកម្រិតរបស់វាដែលទទឹងទាស់នឹងព្រះបន្ទូលនិងផារតីនៃព្រះបិតាដូច្នោះដែរដូច្នេះបានជាសាវកពូលមានប្រសាសន៍ថា
បណ្ដាលមកក្នុងពួកមនុស្សរឹងចចេះដែលព្រះយេស៊ូវមានបន្ទូលនៅក្នុងគម្ពីរយ៉ូហានជំពូក3ខ20ថាត្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់នោះតែងស្អប់ដល់ពន្លឺពីព្រោះព្រះយេស៊ូវទ្រង់ជាពន្លឺហើយព្រះក៏ជាពន្លឺហើយមិនមកឯពន្លឺទេក្រែងអំពើដែលខ្លួនប្រព្រឹត្តទាំងប៉ុន្មានបានបើកឲ្យឃើញសាវកពោលប្រាប់ពីពួកអ្នកដែលប្រព្រឹត្តតាមព្រះハរតីនៃព្រះវរបិតាដូច្នេះថាគឺនៅក្នុងគម្ពីរហ្វីលីបជំពូក2ខ13ត្បិតគឺជាព្រះហើយដែលបណ្ដាលចិត្តអ្នករាល់គ្នាឲ្យមានទាំងចំណង់ចង់ធ្វើហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះハរតីទ្រង់ដែរដូច្នេះយើងឃើញថាវិញ្ញាណពីរយ៉ាងដែលមានឥទ្ធិពលលើចិត្តមនុស្សគឺវិញ្ញាណល្អបរិសុទ្ធដែលជាព្រះវិញ្ញាណនៃព្រះហើយនិងវិញ្ញាណអាក្រក់ដែលជាវិញ្ញាណអារក្សព្រះវិញ្ញាណនៃព្រះគឺជាព្រះវិញ្ញាណនៃសេចក្តីពិតហើយវិញ្ញាណអារក្សវិញគឺជាវិញ្ញាណភូតកុហកការភូតកុហកបោកប្រាស់គេពីអ្វីក៏ដោយដើម្បីកេងប្រវ័ញ្ចគេទោះជាទង្វើអាក្រក់នោះជាអំពើដូចម្ដេចក៏ជាអំពើបំផ្លិចបំផ្លាញគេដែរអ្នកណាដែលប្រព្រឹត្តដូច្នោះជាទីស្អប់ខ្ពើមដល់មនុស្សជាច្រើនដែលស្រឡាញ់ភាពទៀងត្រង់តែអារក្សដែលប្រើគំនិតភូតភរកុហកបោកប្រាស់នោះការបំផ្លិចបំផ្លាញរបស់វានឹងធ្ងន់ធ្ងរក្រៃណាស់គឺធ្ងន់ធ្ងរក្រៃលែងពីព្រោះវាធ្វើឲ្យបាត់បង់ដល់សេចក្តីសង្គ្រោះនិងជីវិតរស់នៅដ៏អស្ចារ្យជានិច្ចប្រសិនបើជឿតាមសេចក្តីភូតភររបស់វានោះដូចជាអ្នកស្រី Ellen G. White បានសរសេរថាការបកស្រាយព្រះគម្ពីរមិនច្បាស់លាស់បកស្រាយទៅតាមការស្រមើសម័យនិងទៅតាមទ្រឹស្ដីរបស់មនុស្សជាច្រើនហើយការមិនចុះសម្រុងគ្នាតាក់ទងនឹងជំនឿសាសនាដែលកើតមាននៅក្នុងពិភពគឺសាសនានោះគឺជាការងាររបស់សត្រូវដ៏ធំរបស់យើងក្នុងការបំភាន់ចិត្តមនុស្សដើម្បីកុំឲ្យពួកគេយល់ឃើញពីសេចក្តីពិតសេចក្តីដែលត្រូវនឹងតាមព្រះបន្ទូលរបស់ព្រះតើការជឿហើយប្រព្រឹត្តតាមការភូតភរកុហកបោកបញ្ឆោតនឹងបានអ្វីត្រឡប់មកវិញក្នុងគម្ពីរហេសេជំពូក8ខ2ព្រះយេហូវ៉ាមានបន្ទូលអំពីពួកអ៊ីស្រាអែលដែលគេនឹងអំពាវនាវដល់ទ្រង់ដោយនិយាយថាឱព្រះនៃខ្ញុំអើយអ៊ីស្រាអែលយើងស្គាល់ទ្រង់ដែរគេស្គាល់ទ្រង់មែនគេជារាជរបស់ទ្រង់មែនតាមសេចក្តីដែលគេនិយាយនោះប៉ុន្តែនៅក្នុងខ1និងខ3ចែងថាគេបានក្បត់សញ្ញាបានរំលោភច្បាប់របស់ព្រះហើយបានបោះបង់ចោលសេចក្តីដែលល្អគឺថាมันប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះគ្រាន់តែមានឈ្មោះថាជាអ្នកជឿដោយហេតុនោះព្រះយេហូវ៉ាមានបន្ទូលនៅក្នុងគម្ពីរហូសេជំពូក8ខ7ថាត្បិតគេបានសាបព្រោះជាខ្យល់ហើយនឹងច្រូតកាត់បានជាខ្យល់គួចវិញឥតមានដើមស្រូវសោះក៏គ្មានគ្រាប់ល្មមនឹងកិនធ្វើជាម្សៅបានផងឬបើកើតមានផលដែរនោះមនុស្សដទៃនឹងលេបបាត់ទៅតើសេចក្តីដែលថាគេសាបព្រោះហើយនឹងច្រូតកាត់បានជាខ្យល់នឹងគឺបានសេចក្តីថាដូចម្ដេចគឺមិនថាតែអ្នកសាបទេអ្នកមិនតែអ្នកសាបព្រោះទេអ្នកដែលច្រូតកាត់គឺទាំងពីរអ្នកដែលនិយាយខុសព្រះបន្ទូលនិងអ្នកដែលជឿសេចក្តីខុសនោះគឺបានទទួលផលដូចគ្នាចុះដូចម្ដេចដែលថាមនុស្សដទៃនឹងលេបបាត់ទៅគឺអត់ដូចជាថាអ្នកដែលជឿលើសេចក្តីខុសនោះឧបត្ថម្ភបុគ្គលដែលភូតភរបោកប្រាស់គាត់នឹងតែខ្លួនគាត់នឹងក៏ប្រហែលជាមិនដឹងថាកំពុងចាញ់បញ្ឆោតគេដែរដូច្នេះអ្វីដែលគាត់ឧបត្ថម្ភនឹង
គិតថាបានផលប្រយោជន៍ពោលខ្លួនតែវាទៅជាឲ្យគេបោកទៅទេទៅវិញគឺអ្នកដែលបានផលពីគាត់ហ្នឹងគឺជាពួកអ្នកដែលបោកបញ្ឆោតគាត់នោះឯងដូចជាវាប្រើល្បិចបញ្ឆោតអីវ៉ាសាតាំងក៏ប្រើល្បិចខលរបស់វានឹងបណ្ដាលឲ្យមនុស្សបកស្រាយព្រះបន្ទូលតាមសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមរបស់ពួកគេដូច្នេះបានជាមានពួកអ្នកជឿដែលបានបង្ខូចព្រះបន្ទូលរបស់ព្រះហើយយើងឃើញមានឧទាហរណ៍កន្លងមកហើយជាអ្នកដែលថាជឿដឹងត្រូវបានព្រះតាំងឡើងជាមេដឹកនាំផងជាស្ដេចតែបានធ្វើតាមគំនិតរបស់ខ្លួនគឺដូចជាស្ដេចសូលសាច់សូលនឹងបងប្អូនអានកាពីសាមយូអែលទី1ចំពុក15ខ17ដល់ខ24នោះគឺបានយល់ពីសេចក្តីដែលស្ដេចសូលបានធ្វើតាមគំនិតរបស់ខ្លួនមិនតាមព្រះបន្ទូលរបស់ព្រះហើយខ្ញុំសូមលើកយកកន្លែងនេះបន្តិចទៅចោះឲ្យបានដឹងថាតើស្ដេចសូលនឹងបានធ្វើអ្វីដែលខុសនឹងព្រះបន្ទូលរបស់ព្រះមិនមែនតែមួយទេគឺលើសពីនឹងប៉ុន្តែខ្ញុំលើកយកកន្លែងនេះមកជម្រាបជូនបន្តិចទៅចោះដូចជាយើងបានសិក្សាព្រះបន្ទូលកន្លងមកថ្មីនេះថាមនុស្សស្លាប់មិនដឹងអ្វីសោះគឺព្រះបន្ទូលចែងដូច្នោះតែស្ដេចសូលនេះជាស្ដេចតែស្បត់ដោយនៅព្រះនាមព្រះយេហូវ៉ានឹងបានចូលទៅរកស្ត្រីដែលចេះខាបខ្មោចឲ្យខាបយកសាមយូអែលដែលលោកបានស្លាប់ទៅហើយនោះវិញពីសាមយូអែលទី1ចំពុក28ខ8ចែងថានោះសូលទ្រង់ឲ្យខ្លែងខ្លួនហើយផ្លាស់សម្លៀកបំពាក់រួចចេញទៅមានមនុស្ស2នាក់ទៅជាមួយផងក៏បានដល់ទៅស្រីនោះនៅពេលយប់ហើយមានព្រះបន្ទូលថាសូមទីប្រាប់ខ្ញុំដោយនៅខ្មោចចុះហើយសូមខាបយកអ្នកមួយដែលខ្ញុំនឹងប្រាប់អ្នកឲ្យមកឲ្យខ្ញុំផងហើយក៏មានបងប្អូនខ្លះជឿគេប្រាប់ថាញាតិសន្តានបងប្អូនដែលបានស្លាប់ទៅនឹងគឺបានឡើងទៅស្ថានសួគ៌ឬក៏ថាគាត់បានទៅជួបព្រះគ្រីស្ទនៅស្ថានសួគ៌ការដែលនិយាយប្រាប់ខុសឆ្គងនេះគ្រាន់តែធ្វើឲ្យរសាយពីទុក្ខព្រួយប៉ុន្តែវាមិនពិតប្រសិនបើដឹងថាជាកម្មពិតតើនឹងគួរឲ្យឈឺចាប់ណាដូចជាគេឲ្យកដាស់ប្រាក់คล้ายៗហើយគិតថាអាចយកទៅប្រើប្រាស់បានតែมันអាចប្រើទៅបានអបក្នុងពេលដែលគេឲ្យនោះតែបានគិតថាជារបស់คล้ายៗបើសិនបើអ្នកជឿស្វែងរកយល់ច្បាស់ពីព្រះបន្ទូលដោយបន្ទាបខ្លួននៅទិដ្ឋានទៅព្រះមុនពេលសិក្សានោះគេនឹងដឹងថាគ្មានព្រះបន្ទូលក្នុងគម្ពីរចែងថាមនុស្សស្លាប់ទៅឋានសួគ៌ឬក៏ដឹងឬក៏វានៅមានវិញ្ញាណរស់នៅនោះអត់មានទេសេចក្តីពិតនៃព្រះបន្ទូលមិនប្រែប្រួលឡើយគឺនៅឋិតថេរអស់កលជានិច្ចនៅក្នុងគម្ពីរទំនុកដំកើងចំពុក119ខ89និងគម្ពីរពេត្រុសទី1ចំពុក1ខ25ចែងថាអោព្រះយេហូវ៉ាអើយព្រះបន្ទូលទ្រង់បានតាំងនៅស្ថានសួគ៌ដរាបដល់អស់កលជានិច្ចបើព្រះបន្ទូលទ្រង់នៅស្ថានសួគ៌តើអ្នកណានឹងហោះទៅលុបចោលកែប្រែទៅបានហើយគម្ពីរពេត្រុសទី1ចំពុក1ខ25ចែងថាតែឯព្រះបន្ទូលនៃព្រះម្ចាស់នោះនៅជាប់អស់កលជានិច្ចវិញគឺជាព្រះបន្ទូលនេះដែលបានផ្សាយមកអ្នករាល់គ្នាហើយបងប្អូនយល់អញ្ចឹងនេះតើអរិយវាទៅបោកបញ្ឆោតកុហកអ្នកណាឲ្យលងជឿវាមិនទៅបោកបញ្ឆោតកុហកពួកអ្នកដែលលងជឿការកុហករបស់វាហើយទេតែវាទៅរកអ្នកណាដែលស្វែងរកសេចក្តីពិតវិញដូចជាអ្នកស្រី Ellen G. White បានសរសេរថានៅពេលដែលគ្មានការខិតខំប្រឹងប្រែងពិសេសណាមួយដើម្បីទប់ទល់នឹងអំណាចរបស់វានោះនៅពេលដែលភាពកងើយកន្តើយមាននៅក្នុងក្រុមជំនុំនឹងក្នុងលោកីសាតាំងមិនបារម្ភខ្វល់អ្វីទេ
ព្រោះវាមិនមានគ្រោះថ្នាក់ឲ្យបាត់បង់អ្នកដែលវាកំពុងដឹកនាំចាប់ទៅជាឆ្លើយតាមបំណងរបស់វានោះឡើយដូចយើងដូចខ្ញុំជម្រាបបងប្អូនពីរឿងមិត្តសម្លាញ់ពីរនាក់មួយជាអ្នកជឿមួយជាអ្នកមិនជឿអញ្ចឹងតែថាសត្វទាដែលស្លាប់តើឲ្យនោះឆ្កែវាមិនទៅដេញបដិញតាមទេហើយយើងក៏ចង់ដឹងដែរតើគម្ពីរបានចែងថាពិតជាអញ្ចឹងមែនឬតើគម្ពីរពេត្រុសទី1ចំពុក5ខ8សាវកពេត្រុសមានប្រសាសន៍ទៅអ្នកណាដែលអរិយវាក្រវ៉ែលរកនោះដូច្នេះយើងនឹងអានចូលឲ្យដឹងខ្លួនហើយចាំយាមចុះព្រោះអរិយដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នាវាតែងដើរក្រវ៉ែលហើយក្រហមដូចជាសឹងដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបានចូលនឹកចាំពីចម្បាំងនៅស្ថានសួគ៌មិនមែនមានតែសាតាំងទេទេវតារបស់វាក៏រួមគ្នាច្បាំងនឹងព្រះយេស៊ូវគ្រីស្ទនិងពួកទេវតារបស់ទ្រង់ដែរសេចក្តីមួយដែលអ្នកស្រីលិនជីវ៉ៃលើកឡើងគឺថាមេបោកបញ្ឆោតដ៏សម្បើមនេះមានភ្នាក់ងារគឺថាវាមានទេវតារបស់វាជាច្រើនមិនថាតែទេវតាទេតែគឺពួកអ្នកដែលរឹងជជែកមិនទទួលយល់ព្រមសេចក្តីពិតហើយភ្នាក់ងាររបស់វាជាច្រើននោះដែលត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញនៅរាល់ភាពខុសឬភាពមិនត្រូវតាមសេចក្តីពិតណាមួយដើម្បីដាក់អន្ទាក់ព្រលឹងមនុស្សជាសេចក្តីដែលអ្នកជឿព្រះអាចមើលរំលងដោយព្រោះការមិនរវល់អធិដ្ឋានស្វែងយល់ព្រះបន្ទូលឲ្យបានច្បាស់លាស់ដោយខ្លួនឯងដូច្នេះបាននៅក្នុងគម្ពីរអេភេសូរចំពុក6ខ11សាវកពោលបានទូលមានថាចូលពាក់គ្រប់គ្រឿងសឹករបស់ព្រះដើម្បីឲ្យអាចនឹងឈរមាំមួនទាស់នឹងអបាយកលទាំងប៉ុន្មានទាំងបានមានរបស់អរិយឯសាវកយ៉ាកុបក៏ទូលមានដែរថានៅក្នុងគម្ពីរយ៉ាកុបចំពុក4ខ7ថាដូច្នេះត្រូវចុះចូលចំពោះព្រះហើយតស៊ូនឹងអរិយវិញចុះនោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅដូច្នេះចូលកុំឲ្យវិញ្ញាណអរិយអាចបំភាន់ការយល់ដឹងពីសេចក្តីណាមួយដែលត្រូវពិតតាមព្រះបន្ទូលរបស់ព្រះនោះឡើយកាលណាសិក្សាចង់ដឹងថាជាពិតឬមិនពិតនោះចូលព្យាយាមក្នុងការអធិដ្ឋាននឹងទុកចិត្តព្រះថាពេលនោះទ្រង់នឹងចាត់ទេវតារបស់ទ្រង់ឲ្យនៅក្បែរយើងឥឡូវនេះសូមបងប្អូនសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំអោព្រះបិតាដែលគង់នៅស្ថានសួគ៌ទូលបង្គំអធិស្ឋានសូមទ្រង់ពង្រឹងកម្លាំងចិត្តទូលបង្គំរាល់គ្នាឲ្យយកចិត្តទុកដាក់រៀនសូត្រពីព្រះបន្ទូលតាមការណែនាំបង្រៀននៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះយេស៊ូវជាព្រះរាជបុត្រានៃទ្រង់ដែលអង្គទ្រង់បានរៀនផ្ទាល់ពីព្រះបិតាទូលបង្គំអធិស្ឋាននៅក្នុងព្រះបរមនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមរងចាំបន្តការសិក្សានៅព្រឹកថ្ងៃទី7នៃសប្តាហ៍ជាថ្ងៃបរិសុទ្ធដែលត្រូវជាព្រឹកថ្ងៃសៅរ៍នៅកម្ពុជាសប្តាហ៍ក្រោយដំណឹងល្អពីការថែរក្សាសុខភាពនៅថ្ងៃបរិសុទ្ធនេះខ្ញុំសូមលើកយកពីសេចក្តីមួយមកជម្រាបជូនថាតើជាតិស្ករប៉ះពាល់ដល់កប្បកិរិយាឬក៏ឥរិយាបថរបស់កុមារដែលញ៉ាំអាហារឬគ្រឿងដែលមានជាតិស្ករច្រើនឬ Does sugar affect the behavior of children who eat too much sugary food ដូចជាបងប្អូនឃើញរូបភាពនៅស្ដាំដៃដូចជានំដែលមានជាតិផ្អែមនំគូគីហើយនៅខាងឆ្វេងដៃខាងលើគឺនិយាយអំពីស្ករប្រភេទ
ស្ករចម្រាញ់និងមិនទាន់ចម្រាញ់គឺរាប់ពីឆ្វេងមកតាមទនាលកាស្ករសដែលចម្រាញ់ហើយបន្ទាប់មកស្ករដែលមិនទាន់ចម្រាញ់គឺវានៅពណ៌ក្រហមហើយស្ករត្នោតហើយនៅស្ករអំពៅមិនទាន់កែច្នៃចេះបានយល់ពីស្ករដែលយើងត្រូវទទួលទានហើយខាងក្រោមគឺជាខាងឆ្វេងដៃគឺជាទឹកឃ្មុំហើយខាងស្ដាំគឺជាស្ករផែនស្ករត្នោតឥឡូវនេះខ្ញុំសូមជម្រាបអំពីការទទួលទានស្ករនោះវាអាចប៉ះពាល់ដល់សារធាតុបញ្ជូនសរសៃប្រសាទដែលជាសារធាតុគីមីនៅក្នុងខួរក្បាលហើយដែលជំរុញការបញ្ចេញដូប៉ាមីនហ្នឹងជាសារធាតុគីមីដែលនាំមានអារម្មណ៍ល្អដែលជាប់តាក់ទងនឹងភាពរីករាយហើយនឹងដូចជារង្វាន់លើកទឹកចិត្តអញ្ចឹងហើយបែបហ្នឹងគឺថាអាចធ្វើឲ្យញៀនស្ករដែលនាំឲ្យកាន់តែទទួលទានគ្រឿងផ្អែមនឹងកាន់តែច្រើនឡើងពួកពេលញ៉ាំទៅនឹងក៏ដូចស្បាយញ៉ាំជាតិផ្អែមណាទោះជាយ៉ាងណាក៏ដោយក៏ជាតិស្ករទាំងអស់គឺថាវាមិនត្រូវបានបង្កើតឡើងដូចគ្នាទេចំពោះជាតិស្ករធម្មជាតិដែលយើងបានឃើញនៅក្នុងរូបថ្ងៃស្ករ3មុខស្រុកខ្មែរយើងប្រើស្ករត្នោតល្អហើយទឹកឃ្មុំក៏ល្អជាតិស្ករធម្មជាតិដែលមាននៅក្នុងផ្លែឈើក្តីបន្លែនិងផលិតផលទឹកដោះគោហ្នឹងមានជាតិសរសៃមានវីតាមីននិងសារធាតុរ៉ែហើយខ្លួនប្រាហ្នឹងគឺស្រូបយ៉ាងយឺតមិនធ្វើស្រូបភ្លាមវាអាចធ្វើឲ្យឈាមគេហៅថាអ៊ីនស៊ូលីនហ្នឹងគឺវាឡើងខ្ពស់មានអាចទទួលគ្រោះថ្នាក់តែចំពោះជាតិស្ករដែលមាននៅក្នុងផ្លែឈើបន្លែនិងផលិតផលទឹកដោះគោជាដើមហ្នឹងគឺផ្ដល់អត្ថប្រយោជន៍ទាំងផ្នែកអាហារូបត្ថម្ភហើយនឹងថាខ្លួនប្រាណស្រូបទៅយឺតចំណែកជាតិស្ករបន្ថែមហើយភាសាអង់គ្លេសហៅថា added sugars គឺស្ករដែលចម្រាញ់ស្ករសហៅថាស្ករសណាផ្ដល់កាឡូរីដែលមានតម្លៃអាហារូបត្ថម្ភតិចតួចនឹងទំនងជាបណ្ដាលឲ្យមានការកើនឡើងយ៉ាងឆាប់រហ័សនៃជាតិស្ករក្នុងឈាមវាស្រូបឆាប់ខណៈពេលដែលជាតិស្ករអាចមានឥទ្ធិពលបណ្ដោះអាសន្នទៅលើឥរិយាបថរបស់កុមារវាមិនមែនជាមូលហេតុចម្បងនៃការផ្លាស់ប្ដូរឥរិយាបថរបស់ពួកគេនោះទេវាប៉ះពាល់ហើយតែវាមិនមែនជាមូលហេតុចម្បងឪពុកម្ដាយគួរតែផ្ដោតលើការផ្ដល់របបអាហារមានតុល្យភាពដែលរួមបញ្ចូលមានសារធាតុចិញ្ចឹមជាច្រើនប្រភេទដើម្បីគាំទ្រដល់សុខភាពហើយនឹងអភិវឌ្ឍទូទៅរបស់កូនរបស់គេណានេះជាការសង្ខេបដែលដកស្រង់ពីគេហទំព័រ youngchildrenacademy.org ព្រោះថាបើសិនជាឲ្យតែក្មេងហូបតែញ៉ាំតែអ្វីដែលមានជាតិស្ករហើយគ្មានអ្វីផ្សេងទៀតដែលជួយឧបត្ថម្ភនឹងគឺវាមិនល្អមែនមុននឹងជម្រាបលាបងប្អូននៅពេលនេះសូមបងប្អូនចូលរួមអធិដ្ឋានជាមួយខ្ញុំសិនអោព្រះវរបិតានៃឋានសួគ៌ទូលបង្គំអធិដ្ឋានសូមទ្រង់ការពារថែរក្សាបងប្អូននិងក្រុមគ្រួសារញាតិមិត្តទាំងអស់ឲ្យប្រកបដោយសេចក្តីសុខសេចក្តីចម្រើននៅក្នុងព្រះគុណទ្រង់ជានិច្ចទូលបង្គំអធិដ្ឋាននៅក្នុងព្រះបរមនាមព្រះយេស៊ូវគ្រីស្ទអាមែនបងប្អូនទូរទស្សនិកជនជាទីគោរពរាប់អានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទបើបងប្អូនយល់ឃើញថាការសិក្សាព្រះបន្ទូលនេះជាសេចក្តីដែលព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានបើកបង្ហាញឲ្យបងប្អូនបានយល់
នឹងស្គាល់ព្រះយេហូវ៉ាថាជាព្រះដ៏ខ្ពស់បំផុតហើយនឹងព្រះយេស៊ូវជាព្រះបុត្រានៃទ្រង់ដែលមានសេចក្តីស្រឡាញ់ដ៏លើសលប់ដល់មនុស្សជាតិដោយប្រទាននៅអំណោយទាននៃជីវិតអស់កលនោះសូមបងប្អូនជួយចែកចាយដំណឹងល្អនេះដល់បងប្អូនខ្មែរយើងឲ្យទៀតផងក្នុងឱកាសនេះផងដែរខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនដែលបានចែកចាយដំណឹងល្អដល់បងប្អូនឯទៀតដែលពុំទាន់បានដឹងដើម្បីឲ្យគេបានទទួលសេចក្តីសង្គ្រោះដោយសេចក្តីជំនឿផងដែរបងប្អូនបានរួមចំណែកយ៉ាងធំជាមួយខ្ញុំជាបាវបម្រើដ៏ទុនទាបក្នុងការបម្រើព្រះនិងថ្វាយស្រីល្អដល់ទ្រង់សូមព្រះអង្គប្រទានពរដ៏វិសេសយ៉ាងបរិបូរណ៍ដល់បងប្អូនសូមព្រះអង្គគង់ជាមួយអ្នកលុះដល់គ្រាយើងបានជួបគ្នាជាថ្មីសូមអ្នកឃ្លានចេញទៅដោយសង្សេរីជាផុតពីគ្រោះភ័យមានទ្រង់តាមថែរក្សា